មូលហេតុដែលខ្ញុំចូលចិត្តគម្រោងក្នុងបរិយាជីពម៉ងទី1គុណភាពសំណង់ទី2ការចើសទីតាំងដ៏ល្អតាក់ទងជាមួយនឹងតំបន់អភិវឌ្ឍជាពិសេសគម្រោង Grand Landmark 271ហ្នឹងគឺស្ថិតនៅក្នុងតំបន់សក្តានុពលខ្លាំងមែនទែនអ្វីដែលពួកខ្ញុំពេញចិត្តក្នុងចំណុចនេះបាទជំរាបសួរបងប្អូនខ្ញុំបាទឈ្មោះសម្បត្តិជាម្ចាស់ផ្ទះនៅសបហៅនៅលើផ្លូវសម្ដេចអូននាងនៅក្នុងគម្រោង Grand Landmark ផ្លូវ271ការជ្រើសរើសទីតាំងគម្រោង Landmark 271អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតហ្នឹងគម្រោងរបស់ជីបម៉ុងទី1គឺវាផ្សារភ្ជាប់រវាងផ្លូវសាធារណៈជាមួយនឹងគម្រោងអញ្ចឹងមិនថាការទិញផ្ទះជាលក្ខណៈបរិយានៅក្នុងឯកជនឬក៏ជាការទិញផ្ទះបែបការរកស៊ីអាជីវកម្មអញ្ចឹងវាបើកចំហទូលំទូលាយការ connect ផ្លូវទៅផ្លូវអញ្ចឹងវាជាហេតុផលល្អហើយខ្ញុំចាប់អារម្មណ៍តាក់ទងជាមួយនឹងការជ្រើសរើសទីតាំងក៏ដូចជាសំណង់របស់បរិយាជីបម៉ុងវាល្អចំណាប់អារម្មណ៍សម្រាប់បរិយាគម្រោង Grand Landmark 271ទី1វាផ្សារភ្ជាប់ជាមួយនឹងទីតាំងផ្លូវ271ក៏ដូចជា371ហើយក៏ដូចជាផ្លូវ60ម៉ែត្រអញ្ចឹងពេលដែលយើងជិះមកពីខាងណានៃផ្លូវវាងាយស្រួលក្នុងការចូលនៅក្នុងទីតាំងគម្រោងទី2យើងអាចទៅដល់ផ្លូវចកាដូងក៏ដូចជាមកខាងផ្លូវ60ម៉ែត្រជិះទៅពលានសម្ដេចតេជោថ្មីវាល្អសម្រាប់ទីតាំងនេះដែរបើសិនជាអ្នកគ្រប់គ្នាសួរខ្ញុំវិញថាបរិយាជីបម៉ុងអ្វីដែលខ្ញុំនឹកឃើញបំផុតហ្នឹងគឺទី1គុណភាពសំណង់ទី2ការជ្រើសរើសទីតាំងនៅក្នុងតំបន់កំពុងអភិវឌ្ឍខ្លាំងហើយនឹងមានសក្តានុពលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងមានគម្រោងមហាសន្និបាតនៅក្នុងតំបន់ Grand Landmark 271នឹងផ្ទាល់ក៏ដូចជាកន្លែងហាត់ប្រាណដូចខ្ញុំចូលចិត្តកន្លែងហាត់ប្រាណខ្លាំងហើយបើសិនជាកន្លែងជួបជុំក៏ដូចជាកន្លែងការធ្វើ Congress មួយដ៏ធំនៅក្នុងតំបន់នៅក្នុងកំពង់រស់នៅវាកាន់តែប្រសើរទៀតព្រោះអត់ចាំបាច់ជិះឡានឬក៏ជិះម៉ូតូអីដើរក៏ដល់ដែរបាទសម្រាប់ខ្ញុំផ្ទាល់ការសម្រេចចិត្តក្នុងការជ្រើសរើសទិញក្នុងបរិយា Grand Landmark 271នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងល្អបំផុតហើយខ្ញុំនៅតែបន្តការណែនាំសម្រាប់មនុស្សដែលខ្ញុំស្គាល់ដោយសារតែចង់ឲ្យពួកគាត់មកនៅជិតគ្នាជាអ្នកជិតខាងវាដ៏ល្អ Jeep Monglen ជឿជាក់ក្នុងការរស់នៅ